សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីថ្នាំម្យ៉ាងទៀតបងប្អូនស្គាល់ដើមនេះដើមក្ដួចបងប្អូនមើលដើមវាហើយទៅដើមបងប្អូនណាក៏ស្គាល់ដើមក្ដួចនេះដើមក្ដួចមានបលាដើមវាមានបលាដើមក្ដួចនេះក៏គុណសម្បត្តិវាមានច្រើនខាងពឹសបងប្អូនវាក្តៅខ្លួនយកប្រឡប់អីអត់មានថ្នាំអីចឹងយើងនៅឆ្ងាយអត់មានពេទ្យមានអីចឹងយើងអាចចិត្តជាចំណិតត្រាំទឹកហូបបានតែបើថាយើងហូបទៅវាអត់ល្មមនេះវាល្មមណាក្ដួចបើថាហូបទៅអត់ល្មមនេះយើងត្រូវតែបើថាហូបល្មមហើយយើងកុំហូបតវាក៏មានគុណសម្បត្តិហើយក៏មានគុណវិបត្តិដែរក្ដួចនេះថ្នាំពឹសបើថាមានដំបៅរីកអីចេញខ្ទុះដាក់ថ្នាំអីមិនត្រូវអីនេះក្ដួចត្រូវហ្មងដើមក្ដួចក្តាតពីមុខនេះដាំហូបសម្រាប់ពឹសសម្រាប់មេរោគចាស់ពីដើមក៏អត់ដែរចោលទេក្ដួចក្តាតអានេះដាំខ្ញុំយកមកដាំចោលនៅក្បែរផ្ទះខ្ញុំ 4-5 ឆ្នាំហើយដាំគល់ធំដើមមានស្រាំងមកបុកទៀតសុទ្ធតែមេបុកប៉ុណ្ណាណៃបងស្រាំងបុកស្រាំងអរគុណសូមតែប៉ុណ្ណេះឯងខ្ញុំចង់បង្ហាញអំពីថ្នាំពឹសពេលក្តៅខ្លួនយកប្រឡប់អីអត់មានថ្នាំពេទ្យអីនេះបងប្អូនណាគាត់ស្គាល់ក៏អាចរកមកដាំទុកទៅយកប្រឡប់អីយើងស្រួលតែបងប្អូនណាគាត់អត់ដែរស្គាល់ក៏មើលឲ្យទៅបាទនេះដើមក្ដួចគឺប្លាចេះឯងវប្លាស្លឹកគឹងចេះដាំអត់ដែរងាប់ទេដាំ 4-10 ឆ្នាំក៏យ៉ាងមិនក៏នៅតែរស់ដែរដាំក្ដួចស្រួលដាំបាទសូមអរគុណច្រើនក្ដួចនេះកាលពីដើមមកក៏អាចជំនួសបាយបានដែរពេលដែលដើរព្រៃដើរអីដាច់បាយដាច់ទឹកអីយើងអាចយកក្ដួចមកដាំហូបបានដែរប៉ុន្តែតើតែចិត្តយកទៅចម្រោះត្រាំទឹកឲ្យវាសាបបានហូបបានបើអញ្ចឹងអត់បានទេល្មមខ្លាំងណាស់ហើយបងប្អូននេះស្រាំងវាហើពេញហ្នឹងឯងសិតតែស្រាំងមិញមកចាប់ទាញអត់ឃើញដែរហើយវាអត់ខ្ទេចដែរបាទសូមអរគុណ